ហើយបើពុកវិញបងគិតថាអាចไปខ្លះទៅនួខុសត្រូវគាត់អាចអារម្មណ៍គាត់ไปខ្លះអាចខ្មាស់គេអីអញ្ចឹងដោយសារគាត់អ្នកធ្វើការអីអញ្ចឹងខ្លាចគេសើចច្រកកូនអីអញ្ចឹងไปខ្លះគាត់រៀងភ្លាមគាត់ទទួលបានសម្រាប់ម្ដាយគាត់ជាអ្នកពពោះអញ្ចឹងគាត់យល់អារម្មណ៍នឹងបេះដូងដែលកូននៅក្នុងពោះហ្នឹងណាសម្រាប់ខ្ញុំជាម្ដាយដែលខ្ញុំមានកូន13វាអត់ទេអូនវាអាស្រ័យទៅលើបុគ្គលណាដែលដឹងរឿងនឹងមុនយើងអាច generalize ថាឪពុកទាំងអស់សុទ្ធតែអត់ទទួលយកហើយម៉ាក់គាត់ទទួលយកចំពោះប្រយោគនេះបង kind of agree សម្រាប់ត្រង់ចំណុចហ្នឹងគឺខ្ញុំយល់ស្របចំណុចហ្នឹងបងអត់យល់ស្របទេចំពោះការយកឃើញហ្នឹងខ្ញុំអត់យល់ស្របទេហេតុអីគ្រាន់តែគ្នាស្រឡាញ់ភេទដូចគ្នាត្រូវទៅបាត់បង់អ្នកស្នងវងតកោជាទូទៅពុកម្ដាយគាត់តែងតែចង់ឲ្យកូនគាត់មានគ្រួសារមានអ្នកស្នងវងតកោគាត់និយាយថាយើងស្រឡាញ់ភេទផ្សេងគ្នាយើងមានកាត់កូនកាត់ចៅអីចឹងស្របហ្នឹងគឺផ្អែកទៅលើកំណត់កាលពីមុនណាដែលចាស់គាត់គាត់ថាបើសិនជាកូនស្រឡាញ់ភេទដូចគ្នាមិនថាស្រីថាប្រុសទេគឺអរិយបន្តពូជបានទេរឿងហ្នឹងវាអាចមាន reason ផ្សេងទៀតវាមិនមែនគ្រាន់តែឆ្លាញ់ភេទកូនឆ្លាញ់ភេទដូចគ្នាបាត់បង់វងតកោវាអាចមានដំណោះស្រាយច្រើនទៀតសម័យឥឡូវគាត់អាចមានជំរឿក្នុងការដែលមានការស្នងតកោហ្នឹងតាមរយៈការជ្រើសរើសកូនយកមកចិញ្ចឹមឬក៏ការចាក់មេជីវិតបន្តពូជដើម្បីមានផ្ទៃពោះឬក៏មានកូនបានដូចគ្នាបងយល់ស្របបងដូចជាអត់សូវយល់ស្របទេចំពោះបងអាចយល់ស្របរបៀប50-50បងមើលសង្គមយើងបច្ចុប្បន្ននេះបងគិតថាឪពុកគាត់រៀងរើសអើងច្រើនជាងម្ដាយតែសារតែឪពុកគាត់អាចថាអត់សូវមានពេលវេលាច្រើននៅចិត្តកូនហើយឪពុកគាត់មិនមែនជាអ្នកពពោះអញ្ចឹងគាត់យល់អារម្មណ៍នឹងបេះដូងដែលកូននៅក្នុងពោះហ្នឹងណាសម្រាប់ខ្ញុំជាម្ដាយដែលខ្ញុំមានកូន13បើឪពុកវិញបងគិតថាអាចไปខ្លះទៅនួខុសត្រូវគាត់អាចអារម្មណ៍គាត់ไปខ្លះអាចខ្មាស់គេអីអញ្ចឹងដោយសារគាត់អ្នកធ្វើការអីអញ្ចឹងខ្លាចគេសើចច្រកកូនអីអញ្ចឹងไปខ្លះគាត់រៀងភ្លាមគាត់ទទួលបានវាអត់ទេអូនវាអាស្រ័យទៅលើបុគ្គលណាដែលដឹងរឿងនឹងមុនឬមួយក៏ក្រោយតែប៉ុណ្្នឹងបើសិនជាយើងជាអ្នកដែលមានភាពស្និទ្ធស្នាលជាមួយនឹងម្ដាយយើងប្រាប់ម្ដាយមុនហ្នឹងត្រូវអត់ឪពុកគាត់ដឹងរឿងទេតែបើសិនជាយើងមានភាពស្និទ្ធស្នាលជាមួយឪពុកមុនយើងប្រាប់ឪពុកមុនគឺម្ដាយគាត់ដឹងរឿងទេនិយាយទៅបើសិនជាអ្នកណាដែលគាត់ទទួលបានអារម្មណ៍ surprise គាត់បានប្រហែលជាភ្ញាក់ផ្អើលតែបើគាត់ដឹងហើយគឺវាពិបាកទទួលយកដំបូងតិចតែដល់ពេលយូរទៅគឺខ្ញុំមើលថាលេងអីហើយយើងអាច generalize ថាឪពុកទាំងអស់សុទ្ធតែអត់ទទួលយកហើយម៉ាក់គាត់ទទួលយកព្រោះកលៈទេសៈគ្រួសារគាត់ខុសគ្នាអញ្ចឹងអាចថាគ្រួសារខ្លះឪពុកទៅជាស្រួលជាងម៉ាក់អីអញ្ចឹងណាអញ្ចឹងណាមួយអាស្រ័យទៅលើតំណែងរវាងកូនហើយនិងប៉ាម៉ាក់ដែរកូនជាមួយនឹងប៉ាម៉ាក់ខ្លះគាត់អត់សូវស្និទ្ធស្នាលជាមួយនឹងម៉ាក់ក៏ស្និទ្ធស្នាលជាមួយនឹងប៉ាអញ្ចឹងប៉ាគាត់ងាយទទួលស្គាល់អ្វីដែលជាកូនគាត់អីអញ្ចឹងទៅត្រង់ចំណុចហ្នឹងគឺអត់យល់ស្របទេអាហ្នឹងសម្រាប់បង50-50បងអត់ហ៊ានយល់ស្រប 100% ដែរធម្មតាយើងជាបំរើយើងកុំពេកដូចពេលដែលយើងបដ ாய் កូនពេកទៅនៅពេលដែលកូនមានបញ្ហាវាមានបញ្ហារឹតតែធំយើងទប់ខ្លះមិនមែនថាมันស្រឡាញ់មិនបដ ாய் គាត់យើងទប់ខ្លះកុំឲ្យគ្រប់យ៉ាងវាហួសកំណត់អីចឹងកុំឲ្យវាពេកបើសិនជាបងយល់ស្របហើយគាំទ្រ 100% វាអាចថាយើងដូចជាបង្កើតរឿងមួយថាត្រូវតែស្រឡាញ់ភេទដូចគ្នាត្រូវតែអញ្ចឹងណាចាប៉ុន្តែការពិតទៅការស្រឡាញ់ភេទដូចគ្នាបងគិតថាវាជាធម្មជាតិរបស់មនុស្សតែអ្នកខ្លះក៏អាចមិនមែនជាធម្មជាតិដែរប៉ុន្តែបងគាំទ្រទៅលើអ្នកដែលគាត់ដែលថាគាត់កើតមកធម្មជាតិរបស់គាត់គឺជំរុញឲ្យខ្លួនគាត់ស្រឡាញ់ភេទដូចគ្នាហ្មងគឺអត់អាចប្រកែកបានអត់អាចកែប្រែអាហ្នឹងគឺជាធម្មជាតិរបស់គាត់ប៉ុន្តែខ្ញុំអត់សូវគាំទ្រចំពោះអ្នកដែលយកតាមគ្នាឬមួយក៏អ្នកដែលយកតាមអារម្មណ៍របស់ខ្លួនឯងមកឆាវព្រោះមុននឹងឈានដល់ការជំរុញទឹកចិត្តកូនរហូតដល់ 100% ហ្មងទីមួយគាត់ត្រូវទទួលស្គាល់កូនគាត់សិនអញ្ចឹងវាអាចចាប់ផ្ដើមពីការសន្ទនារវាងគាត់ហើយនិងកូនគាត់ហើយនិងការយល់គ្នាទៅវិញទៅមកអញ្ចឹងទីមួយគាត់ត្រូវទទួលស្គាល់កូនគាត់អត់
បើសិនជាគាត់អាចទទួលស្គាល់បានគាត់យល់ពីគ្នាបានអាហ្នឹងគាត់អាចជំរុញទឹកចិត្តឲ្យកូនគាត់ធ្វើអ្វីដែលល្អអត់ប៉ះពាល់ដល់សង្គមអីអញ្ចឹងអាហ្នឹងអត់អីទេ បងចង់ហឺទាំងពីរបានអត់ ខ្ញុំជ្រើសរើសកូនខ្ញុំ ពេលហ្នឹងយើងអាចដើរតាមគ្នាបាន កិត្តិយសគ្រួសារវាទៅកំណត់អីទៅលើការឆ្លាញ់ភេទដូចគ្នានឹង គ្រាន់តែគាត់ឆ្លាញ់ភេទដូចគ្នាវាអត់បានប៉ះពាល់ឲ្យទៅដល់កិត្តិយសគ្រួសារដូចគ្នា កាន់តែយើងមានកូនដែលឆ្លាញ់ភេទដូចគ្នាក្តីឬមួយក៏មិនដូចគ្នាក្តីអញ្ចឹងណាសំខាន់តែគាត់គឺជាទុនធានមនុស្សដ៏ល្អទៅបានគ្រួសារកិត្តិយសគ្រួសារវានឹងឡើងតាមនឹងឯង